ថ្ងៃនេះនៅឯពហុកីឡដ្ឋានមរ៉ាន់បង់ការសម្ដែងទស្សនីយភាពនៃចលនារោមដ៏ធំមួយបានប្រព្រឹត្តឡើងដើម្បីជាព្រះកិត្តិយសដ៏ឧត្តមឧត្តមថ្វាយសម្ដេចព្រះប្រមុខរដ្ឋនិងព្រះជាជានៅពេលដែលប្រមុខរដ្ឋនៃប្រទេសជាមិត្តទាំងពីរបានស្ដេចយាងនឹងអញ្ជើញដល់វេទិកាកិត្តិយសពិធីបដិសណ្ឋារកិច្ចដ៏ក្លៀវក្លានិងសម្រេចអបអរសាទរបានលាន់ឮឡើងយ៉ាងកងរំពងផ្ទាំងបដាបានផុសចេញជាអក្សរធំធំមានន័យដូចតទៅបដិសណ្ឋារកិច្ចដ៏កក់ក្ដៅថ្វាយចំពោះសម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាជាយោឯកឧត្តមមហាសេនាប្រមុខគឹមអ៊ីលសុងនិងលោកជំទាវគឹមសុងអេក្នុងបរិវេណពហុកីឡដ្ឋានទាំងមូលគេឮតែសំឡេងមហាជនហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងក្លាអបអរសាទរព្រះវត្តមាននៃសម្ដេចព្រះប្រមុខរដ្ឋក្នុងព្រះនាមព្រះអង្គជាតំណាងនៃប្រជាជនកម្ពុជាដែលជាមិត្តដ៏ល្អនៃប្រជាជនកូរ៉េជាយោមិត្តភាពនិងសាមគ្គីភាពដ៏រឹងមាំពុំអាចបំបែកបំបាក់បានរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជាកូរ៉េ